ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងនិយាយអំពី Lombard ដែលមនុស្សជាច្រើនហៅថាអនាគតរបស់ BTC ក្នុង Decentralized Finance មានមនុស្សខ្លះថាគ្មាន BTC ដែលវាយទេប្រសិនបើគ្មាន Lombard ហេតុអ្វីព្រោះ Lombard កំពុងស្ថាបនាទីផ្សារហិរញ្ញវត្ថុ BTC នៅលើ Blockchain ដើម្បីបើកសក្តានុពលពេញលេញរបស់ BTC ដោយដែល Tether និង Circle បានបំលែង Stablecoin ឲ្យក្លាយជាអាថ៌កំបាំងលើពិភព Crypto Lombard ក៏ចង់ធ្វើដូចគ្នាសម្រាប់ BTC 1. Lombard ជាអ្វីបង្កើតឡើងក្នុងឆ្នាំ2024 Lombard បាននាំ BTC ចូលក្នុង Decentralized Finance ជាលើកដំបូងជាមួយនឹង LBTC Liquid Bitcoin Token ដែលជាប្រាក់ BTC មានផលចំណេញហើយមានជាង$1,500 លាននៅក្នុង Total Value Locked មានសុវត្ថិភាពដោយក្រុមស្ថាប័នធំ14បានភ្ជាប់ជាមួយ70បណ្ដាញ Decentralized Finance ដូចជា Aave, Spark, Pendle, Etherfi មាននៅលើបណ្ដាញ13ដូចជា Ethereum, Base, Sui និង Solana នេះធ្វើឲ្យ LBTC Liquid Bitcoin Token ក្លាយជាប្រាក់ Bitcoin Liquid Staking Token ធំជាងគេកាន់កាប់ 57% នៃទីផ្សារ 2. ការច្នៃប្រឌិតសំខាន់ LBTC Liquid Bitcoin Token BTC មានផលចំណេញអាចផ្ដល់ប្រាក់ចំណូលដល់ 1% នៅពេលប្រើនៅលើ Blockchain BARD Lombard Token ដើមរបស់ Lombard ដែលគ្រប់គ្រងនិងជំរុញការលូតលាស់ Proof of Reserves Oracle ធានាការដំឡើងថាទុនទាំងអស់ត្រូវបានគាំទ្រ Lombard SIG ឧបករណ៍អភិវឌ្ឍសម្រាប់ភ្ជាប់ BTC Deposit Bridging និង Yield នៅក្នុង App និង Wallet 3. ការលូតលាស់រហ័ស Lombard ជាប្រព័ន្ធ BTC មានផលចំណេញលូតលាស់លឿនបំផុតក្នុងប្រវត្តិ Crypto LBTC Liquid Bitcoin Token ដល់$1,000 លានក្នុងរយៈពេលត្រឹម92ថ្ងៃមានជាង$2,000 លាន Liquidity ថ្មីចូលអ្នកកាន់ជាង250,000នាក់ជុំវិញពិភពលោក Exchange ដូចជា Binance និង Bybit ក៏បានអនុញ្ញាតឲ្យប្រើ LBTC Liquid Bitcoin Token ដោយផ្ទាល់ 4. សហគមន៍និង Ecosystem ការលក់សាធារណៈ BARD Lombard Token ធ្វើបានជោគជ័យដោយប្រមូលបាន$6 លានចំនួន$500,000ពីអ្នកចូលរួមជាង21,000 នាក់នៅប្រទេស132ទទួលបានការគាំទ្រពី Polychain Capital Franklin Templeton និង Easy Labs ជាមួយទុនសរុប$16 លានVault Strategies ចាប់ផ្ដើមលើសពី$750 លាននៅក្នុងបណ្ដាញថ្មីបើកដំណើរការ EBTC Enhanced Bitcoin Token ជាមួយ Etherfi ដែលជាប្រាក់ Restake BTC ដំបូង 5. បេសកកម្មការរីកលូតលាស់ថ្មីរបស់ BTC Lombard ជឿថា BTC មិនមែនគ្រាន់តែជាកន្លែងរក្សាតម្លៃទេវាអាចក្លាយជាមូលដ្ឋាននៃប្រព័ន្ធហិរញ្ញវត្ថុ On-chain បេសកកម្មគឺធ្វើឲ្យ BTC សកម្មនៅលើ Blockchain សាងសង់ Infrastructure សម្រាប់ទីផ្សារហិរញ្ញវត្ថុងាយស្រួលសម្រាប់ Developer និង App ក្នុងការប្រើប្រាស់ Liquidity របស់ BTC នេះហើយជាហេតុដែលមនុស្សហៅវាថា Bitcoin Decentralized Finance Renaissance សន្និដ្ឋានសរុបមក Lombard បង្កើត LBTC Liquid Bitcoin Token ដែលជាប្រាក់ BTC មានផលចំណេញធំជាងគេកំពុងលូតលាស់លឿនជាងគេក្នុងប្រវត្តិ BTC មានស្ថាប័នធំគាំទ្រនិងភ្ជាប់ជាមួយ70 Decentralized Finance Protocol ទទួលបានការវិនិយោគពី Polychain Franklin Templeton និង Easy Labs កំពុងស្ថាបនាអនាគតរបស់ទីផ្សារ BTC នៅលើ Blockchain Lombard មិនមែនគ្រាន់តែជាគម្រោងទេវាជាចលនាដើម្បីឲ្យ BTC ក្លាយជាអ្នកដឹកនាំក្នុងការផ្លាស់ប្ដូរ On-chain